លាក់មួយតម្លាក់វ៉ាទីតួម៉ែយក16តោនតួកូនយក14តោនបងប្អូនអ្វីដែលលំបាកគឺត្រង់ថាយើងអត់មានអញ្ជីងខាងក្រោមបើខាងម្សៅគេមានអញ្ជីងត្រួតកន្លែងយើងពេលយើងប៉យវាទៅវាមានកន្លែងត្រួតអញ្ចឹងបងប្អូនតែខាងកតួខាងឡាំនេះអត់មានទេតែសំខាន់គឺយើងត្រូវកាក់ស្មានរួចបានយើងឲ្យទៅថ្លឹងនៅអញ្ជីងដល់ពេលថ្លឹងនៅអញ្ជីងខ្វះប្រមាណអាហ្នឹងបានយើងមកថែមទៀតវាលំបាកត្រង់កន្លែងហ្នឹងបងប្អូនតែឡាននេះរៀងស្រួលដែរបងប្អូនពីព្រោះតួម៉ែវាយកច្រើនធម្មតាបើតួម៉ែយកតិចគឺយើងពិបាកក្នុងការថ្លឹងតែបើតួម៉ែឡើងកង់12បងប្អូនឥឡូវវាកំពុងចិត្តពេញហើយបងប្អូនបានពាក់កណ្ដាលតួវាពិបាកអង្គថាយើងពិបាកកាក់តួកូនវាតិចបងប្អូនបើតួកូនយើងមិនអាចដាក់ច្រើនបានទេអាកង់12បើតួម៉ែអាហ្នឹងបានយើងដាក់ច្រើនជាងតួកូនព្រោះកង់12តួកូនដាក់បានតែ14តោនទេលើស14តោនអាចទៅពេលយើងដាក់តួម៉ែលើសដែរគឺឡានអត់អាចចេញទៅបានទេតែហ៊ានទៅមានបញ្ហាប៉ូលីសចាប់ផាកលុយហើយអ្នកបើកឡានអាចជាប់គុកទៀតបើជាប់គុកហើយគឺបាក់រកការងារធ្វើណាបងប្អូនមិនមែនស្រួលទេក៏សອບបងប្អូនសອບហើយបងប្អូនមើលអានេះកង់12ដូចគ្នាបងប្អូនអាកង់12នេះគឺវាដាក់បានច្រើនហើយមិនមែនដាក់បានតែ16ទេយើងអាចចែកគ្នាបងប្អូនឧទាហរណ៍ថាតួម៉ែដាក់អត់បានអញ្ចឹងទៅយើងផ្ញើដាក់តួកូនទៅថែមទៀតបានបងប្អូនព្រោះអាហ្នឹងវាស្រួលយើងកាក់គីឡូវាបានស្រួលអាកង់12នេះតែបើពួកអាប្រភេទកង់ដវាពិបាកកាក់តិចព្រោះតួម៉ែវាមានបន្ទាត់តួកូនវាដាក់ច្រើនអានេះគឺឡើងកូនបងប្អូនឡើងកូនវាស្រួលគិតគីឡូជាងយើងប៉យដៃឡូប៉យបៅបងប្អូនបើប៉យបៅដូចខ្ញុំប៉យមិញឲ្យបងប្អូនមើលហ្នឹងអាហ្នឹងវារៀងយ៉ាប់ក្នុងយើងគិតគីឡូបន្តិចព្រោះវា30តោនយើងត្រូវគិតថាបែងចែកឲ្យតួកូនប្រមាណតួម៉ែប្រមាណអញ្ចឹងបងប្អូនហើយយើងឡើងកូនវាលឿនជាងយើងឡើងយើងប៉យបហូវាបងប្អូនគាត់តែយើងប្រើគ្រឿងហើយមូតម្លាក់ស្រួលបងប្អូនហ៎មូតម្លាក់អញ្ចឹងវ៉ា